បងប្អូនណាខ្លះដែលថាបបាក់ធ្វើទឹកសៀងចង់ធ្វើប្រហិតញ៉ាំខ្លួនឯងប៉ុន្តែបបាក់នៅរឿងទឹកជ្រលក់វីដេអូនេះឲ្យបងប្អូនអាចធ្វើទឹកសៀងទុកបានយូរហ្មងចំណេញពេលចំណេញទាំងលុយទៅជាមានគ្រឿងសាតេមួយកូនចានចង្កឹះមកសៀងផ្អែមខ្ទឹមសទឹមក្រហមហើយនឹងទឹកម្ទេសមួយកូនចានចង្កឹះធំយើងធ្វើរួចទៅចង់ទុកកន្លះខែទៅមួយខែក៏ខូចដែរចង់យកញ៉ាំពេលណាដកញ៉ាំពេលណាប្រើប្រេងឆាផ្កាជុករ័ត្នប្រេងឆាយើងត្រូវការប្រើរាល់ថ្ងៃជួនកាលអាហារ3ពេលយើងប្រើទាំង3ពេលផងដូច្នេះហើយគ្រឿងផ្សំដែលយើងយកមកប្រើគួរតែរើសមើលយកមើលគ្រឿងផ្សំល្អទៅសុខភាពយើងក៏ល្អតាមនឹងដែរយើងត្រូវការខ្ទឹមសនិងខ្ទឹមក្រហមតែយើងប្រើខ្ទឹមសច្រើនជាងយកកច្រាំនៅក្នុងម៉ាស៊ីនចឹងទៅលឿនព្រោះថាម៉ាស៊ីននេះយើងកិនតែមួយត្រល់ពីរត្រល់ហ្នឹងវាម៉ត់ដូចយើងកច្រាំចឹងជាពីតុងពងធ្វើទឹកជ្រលក់ផងនិងលាយធ្វើប្រហិតត្រីផងហើយដល់ចប់នឹងម៉ាស៊ីននេះយើងយកប្រហិតត្រីមកដាក់ចូលក្នុងហ្នឹងហ្មងថែមម្រេចមួយចុងស្លាបព្រាបាយស្ករស1ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេប្រេងឆា1ស្លាបព្រាបាយដាក់លាយចឹងទៅឲ្យសាច់ផិតរបស់យើងទន់ហើយឡងស្អាតយើងកិនគ្រឿងទាំងអស់ហ្នឹងឲ្យម៉ត់ចូលគ្នាបើចំហិតបោកក៏បានដែរបងប្អូនធ្វើតាមនេះងាយស្រួលហើយសាច់ផិតរបស់យើងស្រួយស្វិតឆ្ងាញ់ទៀតនឹងដៃកុំឲ្យស្អិតរួចយើងបោកវាពីរដងទៅវាល្មួតចូលគ្នាហើយសាច់ផិតរបស់យើងឡងស្អាតមែនតើបន្តមកយើងដាក់ខ្ទះយ៉ាងក្រាស់បន្តិចចាក់ប្រេងចូលរួចធ្វើការបំពងខ្ទឹមសខ្ទឹមក្រហមនាងបានកច្រាំមុននឹងបំពងឲ្យឡើងពណ៌ពងកន្លះឲ្យឈ្ងុយខ្លាំងសិនណាបងប្អូនសូមយើងចាក់គ្រឿងសាតេដាក់មកគ្រឿងសាតេរបស់យើងនឹងឈ្ងុយហើយប៉ុន្តែយើងត្រូវការម្លិញនៅលើភ្លើងឲ្យវាកាន់តែឈ្ងុយជាងនឹងទៀតប៉ុន្តែត្រង់ពេលនេះមិនប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងតិចល្មមទៅបានហើយអាំ3ខាំអ្នកយកទឹកទេយកតែសាច់សៀងកិនជាមួយនឹងទឹកជារបស់យើងធម្មតាហ្នឹងឲ្យវាម៉ត់ចូលគ្នាបែបហ្នឹងណាសៀងនេះបើសិនជាបងប្អូនកិនវាអត់ម៉ត់ទេអត់ឆ្ងាញ់ញ៉ាំទៅប៉ះម្ដុំរៀងប្រៃអត់សូវជាតិហ្មងនេះបន្តមកយើងថែមស្ករត្នោត1ស្លាបព្រាបាយនិងទឹកម្ទេសមួយកូនចានចង្កឹះធំនេះចូលមកទាំងអស់បើសិនយើងកិនមិញហ្នឹងយកសាច់សៀងមកអត់ទេអញ្ចឹងយកទឹកជាទៅកន្លុកលាយឲ្យវាជ្រះគ្រឿងហ្នឹងអស់មែនឲ្យខាតហើយយើងប្រើភ្លើងរឹមល្មមដាក់ឲ្យពុះចោលប្រហែលជា5នាទីដើម្បីឲ្យសៀងរបស់យើងឆ្អិនហើយឡើងឈ្ងុយល្អបើសិនជាបងប្អូនចង់ធ្វើឲ្យឆ្ងាញ់ណាសៀងដែលយើងកិនមិញហ្នឹងណាកុំយកទឹកវាយើងយកតែសាច់សៀងមកកិនមកបានវាសាបអីយើងលាយគ្រឿងទៅឆាប់មកយើងធ្វើការបំពងប្រហិតប្រេងផ្កាជ្រត់ម៉ាក់សាហ្វីយ៉ានេះបងប្អូនថ្លាល្អណាស់ហើយសម្រាប់អ្នកដែលចង់ស្រកគីឡូប្រើប្រេងនេះគឺអត់ឡើងគីឡូព្រោះថាវាមានជាតិកូលេស្តេរ៉ុលក្នុងហ្នឹងទេព្រោះប្រេងសាហ្វីយ៉ានេះផ្សំឡើងពីគ្រាប់ធញ្ញជាតិថែមទាំងនៅពេលដែលយើងបរិភោគទៅជំនួយដល់សុខភាពយើងទៀតណក្នុងហ្នឹងមានផ្ទុកវីតាមីន E អូមេហ្គា 6ជំនួយដល់សុខភាពស្បែកបង្កើនថាមពលក្នុងខ្លួនជួយបង្កើនរសជាតិម្ហូបអាហារនឹងការពារយើងពីជំងឺមហារីកបេះដូងថែមទាំងនៅពេលដែលយើងញ៉ាំប្រេងនេះទៅมันធ្វើឲ្យកកក្នុងសរសៃឈាមទេនៅលើដបប្រេងឆាមានសញ្ញាហាឡាសម្រាប់បងប្អូនជនជាតិអ៊ីស្លាមពិសាបានដោយទំនុកចិត្តខ្លាញ់យើងដាំបាច់ឲ្យក្តៅខ្លាំងពេកតែក្តៅល្មមបងប្រហិតចូលមកឲ្យប្រហិតនេះយើងដំឲ្យតប៉ាចឹងទៅបើសិនជាបងប្អូនចង់ញ៉ាំប្រហិតសាច់វិញក្រាស់មិនដំឲ្យតប៉ាជើងពេកក៏បានដែរគ្រាន់តែថាប្រហិតត្រីពេលដែលយើងយកទៅកិនអញ្ចឹងសាច់ត្រីហ្នឹងគឺស្រួយល្អមែនតើវាអត់ដូចយើងវាយនឹងដៃទេវាយនឹងដៃស្អីបានស្រួយចឹងហើយប្រេងឆាផ្កាជ្រត់នេះយើងប្រើបានច្រើនដង2 ដងក៏អត់ខូចដែរវានៅតែល្អហើយទឹកសៀងរបស់យើងនេះមិនថាតែជ្រលក់ប្រហិតជៀនទេយើងចង់យកទៅឆឹងប្រហិតក៏បានឬមួយក៏ចង់យកទៅដាក់ញ៉ាំជាមួយកាទៀវមីឆាអីក៏ត្រូវដែរសំខាន់ដល់ពេលដែលយើងឆាចឹងហើយក្លិនឈ្ងុយល្អបើសិនជាបងប្អូនទុកទុកត្រជាក់បានមួយយប់អីរត់តែងុំក្លិនល្អមែនតើហើយរសជាតិចូលគ្នាល្មួតឆ្ងាញ់ហ្មងរសជាតិអត់ផ្អែមពេកអត់ប្រៃពេកហើយយើងមិនហត់ប្រើម្សៅឆាក៏ទឹកជ្រលក់របស់យើងវាខាប់ល្មមដែរដូច្នេះហើយបានទឹកជ្រលក់របស់យើងហ្នឹងធ្វើម្ដងហ្នឹងហើយទុកកន្លះខែទៅមួយខែក៏នៅតែរក្សាគុណភាពនៅល្អដែរបងប្អូនដែលមិនទាន់បានចុចតាមដែរឬមួយក៏ follow page ថ្មីរបស់ខ្ញុំមកកុំភ្លេចចុចម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ